ផ្លែឈើនិងផែនការសម្រក់គីឡូថាតើបើយើងកំពុងតែសម្រក់គីឡូផ្លែឈើអីគេដែលយើងគួរតែជៀសវាងហើយអត់គួរញ៉ាំវាទេហើយបើយើងញ៉ាំវានឹងប៉ះពាល់ទៅលើការសម្រក់គីឡូរបស់យើងមែនតើទៅពាក់ព័ន្ធជាមួយនឹងផ្លែឈើមួយចំនួនទាំងអស់នេះគឺសិតតែជាប្រភេទផ្លែឈើដែលមានគេហៅថាកម្រិតជាតិស្ករគឺខ្ពស់មែនតើតែកាលណាវាមានកម្រិតជាតិស្ករខ្ពស់វាមានផលប៉ះពាល់ទៅលើការសម្រក់គីឡូរបស់យើងអញ្ចឹងសម្រាប់ផ្លែឈើមួយចំនួនដែលខ្ញុំអាចណែនាំទៅកាន់អ្នកទាំងអស់គ្នាបានថាគួរកុំញ៉ាំណាគួរកុំញ៉ាំមិនមែនញ៉ាំទេកុំញ៉ាំអញ្ចឹងមានដូចជាអីគេស្វាយទុំខ្មែរយើងនឹងអត់បានទេអូខេជាតិស្ករគឺខ្ពស់មែនតើទី1ទី2គឺពាក់ព័ន្ធជាមួយនឹងគេចេកក៏មានជាតិស្ករខ្ពស់ដែរហើយបន្ថែមពីលើហ្នឹងមានអីគេទៀតម្នាស់ក៏អត់គួរញ៉ាំដែរម្នាស់ក៏មានជាតិស្ករខ្ពស់ដែរអញ្ចឹងពេលខ្លះកុំច្រឡំណាសម្រន់វាច្រើនក៏អត់បានដែរហើយបន្ថែមពីលើហ្នឹងអីគេទៀតពាក់ព័ន្ធជាមួយនឹងត្រពាំងប៊ីជូក៏អត់គួរញ៉ាំដែរពីព្រោះអីត្រពាំងប៊ីជូបើយើងនិយាយទៅផ្អែមទី1ទី2បើអត់តាមត្រពាំងប៊ីជូទៀតអូអានឹងហត់ទៅដល់កហើយចុងក្រោយគេអីគេសម្រាប់ចុងក្រោយគេគឺពាក់ព័ន្ធជាមួយនឹងអាឡឹកអាឡឹកក៏យើងអត់គួរញ៉ាំដែរអាឡឹកនេះបើមែនតើទៅផ្អែមមែនតើព្រោះខ្ញុំធ្លាប់ពេលដែលខ្ញុំងើបពីគេងមកយើងធម្មតាយើងងើបពីគេងមកយើងរៀងសេសើយើងអត់សូវរៀងមានកម្លាំងពេលដែលយើងងើបមកព្រាមរៀងសេសើណាដាក់អាឡឹកតាមមួយជ្រុងមកមានអារម្មណ៍ថាមានកម្លាំងហ្មងនេះសារអីវាមានជាតិស្ករខ្ពស់ដល់ពេលដែលយើងញ៉ាំវាទៅធ្វើឲ្យមានកម្លាំងព្រាមហ្មងអញ្ចឹងណាអញ្ចឹងផ្លែឈើទាំងអស់នេះអ្នកទាំងអស់គ្នាគួរតែជៀសវាងអំឡុងពេលដែលយើងកំពុងតែសម្រក់គីឡូពីព្រោះតែដូចខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងវាមានកម្រិតជាតិស្ករគឺខ្ពស់មែនតើអូខេកម្រិតជាតិស្ករខ្ពស់ប៉ុន្តែបើចង់ញ៉ាំក្នុងមួយអាទិត្យអីមានញ៉ាំអីបន្តិចជួយវាអត់ជាបញ្ហាទេប៉ុន្តែគុំសម្លន់វាញឹកញាប់កុំញ៉ាំវាញឹកញាប់អូខេខ្ញុំមានភ្ញៀវខ្ញុំម្នាក់គាត់កំពុងតែសម្រក់គីឡូមួយខ្ញុំគាត់ញ៉ាំអាហារសុខភាពជាមួយនឹងខ្ញុំគាត់សម្រន់ខ្ញុំសួរតែគាត់សម្រន់អីគេព្រោះគាត់អត់ស្រក់គីឡូសោះគាត់ថាគាត់សម្រន់ដឡូងហើយនឹងចេកខ្ញុំថាអូបងអាចេកទុំនេះគឺថាកម្រិតជាតិស្ករគឺខ្ពស់ហើយក៏មិនសម្រន់មួយផ្លែពីរផ្លែណាសម្រន់មួយថ្ងៃចង់មួយស្និតពីរស្និតអីណោះអញ្ចឹងគាត់ញ៉ាំច្រើនហើយពេលគាត់ឃ្លានគាត់ញ៉ាំដឡូងទៀតអញ្ចឹងហើយមូលហេតុដែលគាត់អត់អាចស្រក់គីឡូហើយញ៉ាំដឡូងហើយញ៉ាំបាយអញ្ចឹងអ្នកនរគ្នាព្រោះវាមានជាតិកាបូអ៊ីដ្រាតច្រើននៅក្នុងនោះដែរអូខេអញ្ចឹងសម្រាប់ខ្ញុំមានតែប៉ុណ្្នេះទេជាវិធានបទខ្លីៗហើយអ្នកនរគ្នាគិតថាអានេះជាប្រយោជន៍ដែលអាចជួយទៅដល់គ្នាយើងបានអាចចែករំលែកបន្តទៅទី1ទី2បើអ្នកទាំងអស់គ្នាកំពុងតែចង់សម្រក់គីឡូខ្ញុំមានជាអាហារសុខភាពសម្រាប់អ្នកទាំងអស់គ្នាហើយពាក់ព័ន្ធមួយអាហាររបស់ខ្ញុំអ្នកទាំងអស់គ្នាអាចញ៉ាំវាជំនួសអាហារពេលព្រឹកឬក៏ពេលល្ងាចអ្នកទាំងអស់គ្នាអាចស្រក់គីឡូបានហើយសុខភាពល្អទៀតសាច់ក៏ហាប់ណែនដែរដោយសារតែនៅក្នុងអាហាររបស់យើងកាបូអ៊ីដ្រាតប្រូតេអ៊ីនវីតាមីនជាតិរ៉ែគឺមានគ្រប់គ្រាន់នៅក្នុងនោះហើយកាឡូរីទាបអត់មានកូលេស្តេរ៉ុលទេហើយកម្រិតជាតិស្ករនោះក៏ទាបដែរនៅក្នុងអាហាររបស់យើងអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ដឹងលម្អិតអ្នកទាំងអស់គ្នាអាចឆាត់មកខ្ញុំបានខ្ញុំ free នៅក្នុងការ